រំភើបចំនួនលោកពូផៃវណ្ណៈឧបត្ថម្ភទូរស័ព្ទថ្មីដែលមានតម្លៃ$400និងទឹកប្រាក់2លានរៀលបន្ថែមទៀតជូនដល់វរៈកងទ័ពជួរមុខដែលរងការជេរប្រមាថពីអ្នកលក់ទូរស័ព្ទបងប្អូនអ្នកតាមដានព្រឹត្តិការណ៍សង្គមជាពិសេសរឿងរ៉ាវដែលកំពុងតែផ្ទុះការជជែកវែកញែកពាក់ព័ន្ធទៅនឹងស្ត្រីដែលជាម្ចាស់ហាងទូរស័ព្ទម្នាក់បានប្រើពាក្យសម្ដីជេរប្រមាថទៅដល់វរៈកងទ័ពរបស់យើងក្នុងនោះអ្វីដែលជារឿងគួរឲ្យរំភើបចំនួនបងប្រុសវរៈកងទ័ពខាងលើគឺនៅរសៀលថ្ងៃទី12ខែសីហាឆ្នាំ2026នេះលោកផៃវណ្ណៈបានចាត់តំណាងឲ្យនាំយកអំណោយជាទូរស័ព្ទថ្មីមួយគ្រឿងដែលមានតម្លៃរហូតដល់ទៅ$400និងថវិកាចំនួន2លានរៀលបន្ថែមទៀតទៅប្រគល់ជូនដល់បងប្រុសវរៈកងទ័ពឈ្មោះរិទ្ធិរិទ្ធដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាបគួររំលឹកផងដែរថាលោករិទ្ធិរិទ្ធគឺជាទាហានឈើជើងនៅទិសតាមន់កងពល42ដែលកំពុងសម្រាប់ព្យាបាលជំងឺហើយថ្មីនេះលោកបានរងការជេរប្រមាថយ៉ាងធ្ងន់ធ្ងរពីសំណាក់ស្ត្រីអ្នកលក់ទូរស័ព្ទម្នាក់ឈ្មោះចិន្តាសុវណ្ណារីជំវិញករណីជេរប្រមាថនេះមហាជនសម្ដែងការថ្កោលទោសយ៉ាងខ្លាំងនិងបានស្នើទទូចឲ្យសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ដោយគ្មានការលើកលែងយ៉ាងណាជំវិញករណីនេះបាទតាមលោកផៃវណ្ណៈដដែលបានអាប់ដេតនៅព័ត៌មាននេះដើម្បីឲ្យមហាជនបានដឹងជុំវិញចំណាត់ការរបស់សមាជិកផងដែរពលគឺនៅមុននេះបន្តិចលោកបានបង្ហោះសំណេរឲ្យដឹងថាអាយដាមម្ដងស្នេហ៍ឯកជនរិនអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងនៅព្រឹកថ្ងៃទី13ខែសីហាឆ្នាំ2026នេះថាស្ត្រីឈ្មោះចិន្តាសុវណ្ណារីដែលជេរប្រមាថវរៈកងទ័ពជួរមុខត្រូវបានមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយនឹងអធិការដ្ឋាននគរបាលខណ្ឌអង្គរនាំចូលរថយន្តដើម្បីយកទៅសួរចម្លើយនៅស្នងការនគរបាលរាជធានីភ្នំពេញតាមព័ត៌មានដែលទទួលបានជាបន្តបន្ទាប់ស្ត្រីអ្នកលក់ទូរស័ព្ទរូបនេះធ្លាប់ជេរប្រមាថអតិថិជនច្រើនដងណាស់មកហើយការដែលជេរប្រមាថទៅដល់វរៈកងទ័ពជួរមុខមិនមែនជាលើកទី1របស់នាងទេសូមឲ្យច្បាប់ដាក់ទោសឲ្យបានម៉ឺងម៉ាត់កុំយោគយល់ដល់ស្ត្រីរូបនេះឲ្យសោះបាទនេះគឺជាព័ត៌មានចុងក្រោយមួយដែលយើងទទួលបានថាស្ត្រីដែលជេរប្រមាថទៅដល់បងប្រុសវរៈកងទ័ពនឹងត្រូវបានឃាត់ខ្លួនបញ្ជូនទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញហើយបាទហើយនេះអាចថាជាសកម្មភាពមួយបញ្ជាក់ពីភាពរឹងមាំនៃការអនុវត្តច្បាប់នៅក្នុងសង្គមហើយក្នុងនោះបាទតាមលោកពូផៃវណ្ណៈបានបញ្ជាក់ថាស្ត្រីដែលឈ្មោះសុវណ្ណារីដែលជាម្ចាស់ហាងទូរស័ព្ទនឹងគឺមានប្រវត្តិមិនធម្មតាទេបាទធ្លាប់ជេរប្រមាថអតិថិជនច្រើនលើកច្រើនសារមកហើយនេះគឺបង្ហាញយ៉ាងច្បាស់ថាស្ត្រីខាងលើនឹងគឺថាខ្វះក្រមសីលធម៌ក្នុងនាមជាអ្នកលក់ហើយមិនឲ្យតម្លៃដល់អ្នកដទៃទៀតបាទហើយតាមរយៈរឿងមួយនេះជាការក្រើនរំលឹកទៅដល់បងប្អូនដែលជាអាជីវករលក់ដូរណាគួរតែប្រើពាក្យសម្ដីឲ្យបានពិរោះពិសាជៀសវាងការជេរប្រមាថទៅដល់អ្នកដទៃព្រោះគ្មាននរណាម្នាក់ខុសផ្ទុយនឹងច្បាប់គឺត្រូវតែទទួលខុសត្រូវដោយមិនអាចគេចវេះបានឡើយ